អនុញ្ញាតឲ្យខ្លួនឯងផុសវីដេអូនេះសៀមរាបថ្ងៃទី2ធ្វើមិនគឺយើងត្រូវតែតាមឲ្យតាន់trendគេមានអីយើងត្រូវតែមាននឹងដែរឲ្យតែបានតលេងអង្គរវត្តម្ដងហើយនាងខ្ញុំហើយនឹងប្អូនគឺអត់ភ្លេចទេជាមួយនឹងការស្លៀកពាក់ឈុតបុរាណខ្មែរនៅពេលដែលបានពាក់នៅលើខ្លួនហើយអ្នកតាគ្នាក៏មានភាពស្រស់ស្អាតខ្លាំងមែនទែនមិនត្រឹមតែបង្ហាញពីភាពទន់ភ្លន់ភាពស្រស់ស្អាតក្នុងនាមជានារីខ្មែរប៉ុន្តែបង្ហាញពីភាពថ្លៃថ្នូរទៀតបន្ទាប់ពីបានស្លៀកពាក់ឲ្យអស់ហើយពួកយើងក៏បាននាំគ្នាចូលទៅក្នុងប្រាសាទអង្គរវត្តដើម្បីថតរូបមួយចំនួនទុកជាអនុស្សាវរីយ៍ចឹងណាមួយនៅពេលដែលពួកខ្ញុំស្លៀកពាក់បែបនេះគឺដើម្បីបង្ហាញថានេះគឺជាឈុតស្បៃរបស់ប្រទេសកម្ពុជាយើងអត់មានចម្លងពីប្រទេសណាមួយទេគឺយើងមានរបស់ជារបស់ខ្លួនឯងតាំងពីជំនាន់ដូនតាបុព្វបុរសយើងមកហើយកន្លែងនេះវិញគឺអ្នកតាគ្នាឃើញក្រុមគ្រួសាររបស់នាងខ្ញុំកំពុងតែឆោឡោហ្នឹងដោយសារអីគឺនាំគ្នាទៅអង្គុយលើស្មៅហើយកន្លែងហ្នឹងគេដល់ម៉ោងបាញ់ទឹកស្មៅអ្នកតាគ្នាឲ្យអត់ដឹងទេក៏ប៉ុន្តែពួកគាត់អង្គុយចាំខ្ញុំតែដោយសារតែពេលហ្នឹងគឺខ្ញុំបានទៅផ្លាស់សម្លៀកបំពាក់បុរាណខ្មែរមកជាសម្លៀកបំពាក់ធម្មតាវិញតែពេលអង្គុយចាំប្រហែលជា15នាទីហ្នឹងមានអីគេបាញ់ទឹកល្មមហើយឡើងសើមពេញណាពេញណីចឹងទៅបាយទឹកអីលេងនឹកនេះឲ្យសំខាន់ឲ្យតែបានដើរលេងសិនមាននំផ្លែអាយម្នាក់មកប្រអប់អីចឹងចែកគ្នាញ៉ាំពេញណាពេញណីមកយើងក៏បានជួលតុកតុកហើយធ្វើដំណើរទៅទស្សនកិច្ចនៅប្រាសាទនានាទាំងវងតូចហើយនិងវងធំពេលហ្នឹងអ្នកតាគ្នាគឺតម្លៃតុកហ្នឹងគឺធូរថ្លៃខ្លាំងមែនតែនហ្មងគាត់ទៅច្រើនកន្លែងហើយគាត់ប្រាប់ថាកន្លែងនេះឈ្មោះអីចឹងទៅចឹងបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍នៅក្នុងការជួលតុកដើរលេងនៅខេត្តសៀមរាបកុំភ្លេចពូទាំងពីរគឺខ្ញុំមិនដែលស្គាល់គាត់ទេតែដោយសារតែខ្ញុំជួលគាត់លើកទី1ទៅគាត់ទាំងពីរអ្នកគឺ friendly រុះរាយរាក់ទាក់ខ្លាំងមែនតែនហើយបើនិយាយពីតម្លៃវិញគឺសមរម្យខ្លាំងមែនតែនហ្មងចឹងមកអ្នកទាំងអស់គ្នាចាប់អារម្មណ៍អីអ្នកទាំងអស់គ្នាអាច contact ទៅកាន់គាត់បានខ្ញុំនឹង drop លេខទូរស័ព្ទក៏ដូចជា Facebook របស់គាត់នៅខាងក្រោម comment ហ្នឹងពីប្រាសាទមួយយើងទៅប្រាសាទមួយផ្សេងទៀតហើយកន្លែងនេះដែរគេហៅថាស្រះស្រង់និយាយរួមទៅគឺថ្ងៃទី2ហ្នឹងគឺយើងទស្សនកិច្ចប្រាសាទបានច្រើនខ្លាំងមែនតែនហើយក៏ទៅបានច្រើនកន្លែងដែរហើយកន្លែងនេះដែរគឺហៅថាភូមិប្រដាក់នៅភូមិប្រដាក់ហ្នឹងគឺគេល្បីនំត្នោតដែរអ្នកទាំងគ្នាហើយពួកយើងក៏បានចុះទិញនំត្នោតមកប្រអប់ទុកញ៉ាំអីចឹងទៅមកជឿងឲ្យមកបត់មកជាងមកឆៃជួយទិញជាងហ៎ជឿទៅមកអីយោឥឡូវជូនពោចែមួយមកចែទិញទិញហាត់បានសរសើរចែអីយោមកសរសើរចាចង់បានសរសើរចាចង់ខ្លាចជាអ្នកមានចាសាក់លេខ1នេះហើយក៏ជាមហាវិថីអីយូយមកតហឹងហើយចែសេអត់ស្អាតកុហកសតនឹងអូនចង់ឲ្យចែទិញចឹងទៀតអូហើយអាហ្នឹងមួយម៉ានវិញនេះអានេះអាហ្នឹងមួយម៉ានអាហ្នឹងម៉ានអូនមួយ1000ទិញមួយដែរទៅចាអូមិនដឹងជាកូនកន្លោះពីណាគេទេប៉ិនវោហាសាប់ខ្លាំងមែនតែនហ្មងซึ่งជាមិនជួយទិញដូចជាមិនកើតអត់ដាច់ចិត្តចឹងណាចឹងក៏ជួយទិញម្នាក់មួយទៅបន្ទាប់ពីចេញពីភូមិប្រដាក់ហើយពួកយើងបានធ្វើដំណើរឆ្ពោះទៅបារាយខាងជើងកន្លែងហ្នឹងគឺមានស្រះឈូកដូចនៅក្នុងវីដេអូចឹងអ្នកទាំងគ្នាគឺទៅពេលល្ងាចគឺស្រស់ស្អាតខ្លាំងមែនតែនចឹងវីដេអូវគ្គ2គឺមានតែប៉ុណ្្នេះឯងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយ